យើងអ៊ំទុកលេងតាមគង់សូមគោរពជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំ Cameron នៅក្នុងវីដេអូនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដើរលេងពីរកន្លែងនៅក្នុងខេត្តស្ទឹងត្រែងនិងព្រះវិហារព្រលឹមឡើងគឺពួកយើងបានងើបធ្វើដំណើរចេញពីផ្ទះទៅម៉ោង 5 កន្លះប៉ុន្តែជាដំបូងសូមធ្វើ outfit check ជាមួយក្មួយមួយសិនក៏ឲ្យតាមផ្លូវខោតាមផ្លូវបោខ្សែពីកបោកបើជើងគេឲ្យឲ្យគេកៅកៅអូនឲ្យខោកៅអូនឲ្យបើជើងទិញគេ Oh my god! Wow! 12 seconds later. បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រហែលជា3ម៉ោងពួកយើងក៏បានចូលមកដល់ទឹកដីខេត្តស្ទឹងត្រែងហើយអ្នកទាំងអស់គ្នាពួកយើងបានចូលមកដល់ទីរួមខេត្តហើយធ្វើការញ៉ាំអាហារពេលព្រឹករួចរាល់ហើយក៏បន្តដំណើរទៅកាន់ទឹកធ្លាក់ព្រះនិមិត្តឬក៏ជ្រោះសុភមិត្តនឹងបន្តទៀតបន្ទាប់ពីចុះពីលើស្ពាននឹងមកគឺយើងបន្តដំណើរនៅលើផ្លូវកស៊ូនឹងរៀងមានទោសធំដែរបន្ទាប់មកក៏យើងឃើញផ្លាកដែលគេដាក់ថាមកបាត់មកខាងជ្រោះសុភមិត្តនឹងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំអត់បានថតទេកន្លែងហ្នឹងក៏ចាត់ថតអត់ទាន់អ្នកទាំងអស់គ្នាមានពីណាដូចខ្ញុំអត់កាលពីមុនខ្ញុំគិតថាជ្រោះសុភមិត្តឬក៏ទឹកធ្លាក់ព្រះនិមិត្តហ្នឹងគឺជាតំបន់ទេសចរមួយដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែងប៉ុន្តែតាមពិតមែនទេអ្នកទាំងអស់គ្នាជ្រោះសុភមិត្តឬក៏ទឹកធ្លាក់ព្រះនិមិត្តហ្នឹងគឺជាតំបន់ទេសចរមួយដែលស្ថិតនៅក្នុងខេត្តព្រះវិហារលំហូរនៃទឹកហ្នឹងគឺមកពីទន្លេមេគង្គហូរកាត់ប្រទេសឡាវហើយចាក់មកស្រុកមួយនៅខេត្តព្រះវិហារហ្នឹងដែលស្រុកហ្នឹងគឺមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តស្ទឹងត្រែងមិញភ្លេចប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងផ្លូវមកតំបន់ទេសចរមួយហ្នឹងពីផ្លូវ8ដែលមានផ្លាកដែលគេដាក់ថាមកតំបន់ទឹកធ្លាក់ព្រះនិមិត្តហ្នឹងប្រហែលជាពីផ្លូវ8ហ្នឹងមកប្រហែលជាតែ10គីឡូទេដែលមានកស៊ូក្រៅពីហ្នឹងគឺនៅដីក្រហមនៅឡើយអ្នកទាំងអស់គ្នាចំពោះទឹកបើសិនជាអ្នកទាំងអស់គ្នាមកក្នុងរដូវកាលចូលឆ្នាំខ្មែរគឺអត់ទាន់ភ្លៀងខ្លាំងអ្នកទាំងអស់គ្នាគឺទឹកនៅសស្អាតអញ្ចឹងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមកខែភ្លៀងធ្លាក់ច្រើនអញ្ចឹងទឹកអាចនឹងទៅជាក្រហមឬក៏ទឹកវាធំជាងហ្នឹងអ្នកទាំងអស់គ្នាវាច្រើនជាងហ្នឹងតស៊ូណាស់ដើម្បីឲ្យបានរូបឲ្យបងប្រុសខ្ញុំធម្មតាទេយើង single ជ្រេញអ្នកមានគូទៅអញ្ចឹងបន្ទាប់ពីទៅដល់ហ្នឹងក៏នាំគ្នាថតរូបរួចហើយក៏ត្រឡប់មកទីរួមខេត្តវិញហើយក៏ហួសមកលេងទឹកនៅក្រោមស្ពានសេកុងនេះគឺជាទស្សនភាពដងទន្លេមេគង្គអ្នកទាំងអស់គ្នាហើយស្ពានដែលអ្នកទាំងអស់គ្នាមើលឃើញហ្នឹងគឺជាស្ពានសេកុងដែលឆ្លងស្ពានហ្នឹងអាចខ្ញុំអត់ច្បាស់ថាប្រហែលគីឡូទេដែលទៅដល់ព្រំបតលជាមួយនឹងឡាវអញ្ចឹងដើម្បីឆ្លងទៅប្រទេសឡាវគឺយើងត្រូវឆ្លងស្ពានហ្នឹងសិនពីដំបូងពួកខ្ញុំគិតថាចូលទៅលេងរមណីយដ្ឋានធម្មជាតិចំការគោលប៉ុន្តែដល់ពេលហើយអត់បានទៅដល់នោះទេខ្ញុំចូលលេងត្រឹមរមណីយដ្ឋានសម្រាប់សេកុងវិញនៅក្នុងរមណីយដ្ឋានហ្នឹងសម្បត្តិចូលម្នាក់ 1000 រៀលអ្នកនរគ្នាចំពោះមនុស្សធំប៉ុន្តែបើក្មេងៗឬក្មួយខ្ញុំមកទូចៗហ្នឹងគឺគេអត់យកលុយទេហើយចំពោះម្ហូបយើងអាចខ្ចប់ឬក៏យើងអាចទិញពីក្រៅទៅបានប៉ុន្តែនៅនឹងក៏គេមានម្ហូបគេដែរអ្នកទាំងអស់គ្នាដោយពួកខ្ញុំអញ្ចឹងកំឡុងពេលចាំម្ហូបគេគឺពួកខ្ញុំមានបាយស្រាប់មកពីផ្ទះហើយអញ្ចឹងអាចហូបបដាបានហើយនៅនឹងគឺកូនត្រីច្រើនខ្លាំងមែនតើអ្នកនរគ្នាហើយអត់ខ្លាចមនុស្សទេទោះបីមនុស្សនៅលេងទឹកនឹងក៏ដោយក៏ត្រីនឹងហែលមកចិត្តយើងដែរ
នៅហ្នឹងគឺគេមានអាវពោងមានអាពោងលេងបតែទឹករូបទារូបអីហ្នឹងមានកាយៈឲ្យជួលលេងអ្នកទាំងអស់គ្នាពួកខ្ញុំបានជួលលេង1ម៉ោងខ្ញុំភ្លេចតម្លៃឯងអត់ដឹងថា1ម៉ោងប៉ុន្មានទេអ្នកទាំងអស់គ្នាប៉ុន្តែកាយៈនៅហ្នឹងគឺគេគិតម៉ោងបើយើងយករបស់គេមកលេង1ម៉ោងគឺគេគិតលុយប៉ុណ្ណឹង អូតើវ៉ាយឃើញហើយឃើញតលេទៀតតើវ៉ាយតាទុកធ្លាក់បោះទូរស័ព្ទចូលទឹក What តើវ៉ាយចាទៅសាប់អត់ចាទៅសាប់អត់អូគេមិនទម្លាក់តែកំភៃពេក Nè, bên đi không có lại được ở kia hả trời. Bất thơ. Ơ thấy vậy tao. Bà tao cái này. Thôi cởi anh lướt. Tao ơi, con nhìn xem chơi. Con nhìn xem tay tao ơi. Con nhìn xem chơi mà mấy té đi một cạ. Ống thuốc lên tam cúng Một ơi một trong chùa. Mà bay chim đòn. Six hours later. ពួកខ្ញុំបានចេញពីស្ទឹងត្រែងនឹងមកវិញប្រហែលជាម៉ោង4បន្ទាប់មកចូលមកទីរួមខេត្តរតនគិរីដើម្បីញ៉ាំអាហារពេលល្ងាចហើយបានចេញទៅផ្ទះវិញអ្នកទាំងអស់គ្នាមកដល់ទីរួមខេត្តរតនគិរីនេះគឺថាថ្ងៃចូលឆ្នាំគឺគេរៀបចំស្អាតខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយនេះគឺជាដងផ្លូវចុះទៅបឹងកសែងអ្នកទាំងអស់គ្នាយប់ឡើងគេបើកភ្លើងស្អាតខ្លាំងមែនទែន អរគុណច្រើនអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូកំសាន្តមួយនេះមកដល់ភាពបញ្ចប់អញ្ចឹងជួបគ្នានៅឱកាសក្រោយអរគុណច្រើនបាយ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 នៅមួយទៀតបាយ